an và thiên này vô chẳng nó đồng nó sai Rocky dùng luôn A nâng B A thông như B đại đăng tha phật bộ đặt tha rock dùng luôn A nâng B dùng luôn cốt cái prap tha dùng luôn cốt tiết dùng luôn cốt A nâng B A thông như B Samaticam tam Samaticam dương bàn phật bộ A bộ B A bộ B chỉ bộ côn này đọc pramคือมาនឹង15គុណនឹងចំនួនណាមួយអូនគុណនឹងអីគុណនឹងâmគុណនឹង n គុណនឹង n ដែល n ជាចំនួនគុតដែល n គឺចំនួនគុត n អាចស្មើ1 n អាចស្មើ2 n អាចស្មើ3ចុចតទៅ n ហើយមួយទៀតផលដកការ៉េគឺមានន័យថា a ការ៉េដក b ការ៉េគឺស្មើនឹង45អូយល់ហើយញ៉ាំយល់ហើយញ៉ាំគ្រូសេសម័យការបានបែបហ្នឹងអូនយល់ទេទាំងអស់គ្នាយល់គ្រូបាទតែយើងមើលអាសមាជកម្មទី2សិនមើលតោះយើងមាន a ការ៉េដក b ការ៉េស្មើ45អញ្ចឹងអានោះវាទៅជា a ដក b កតា a បូក b ស្មើនឹង45ជួស a បូក b ដោយ 5n អញ្ចឹងទៅជា a ដក b គុណនឹង 5n គុណនឹង 15n 15n ស្មើនឹង45អញ្ចឹង a ដក b ទៅជា a ដក b ស្មើអីគេ a ដក b ស្មើ45ចែកឲ្យ 15n អញ្ចឹងនៅសល់3n 3លើ n 3លើ n ហើយជួយគិតនេះចាលោកគ្រូ3ចែក n អូខេ3ចែក n អញ្ចឹងយើងដឹងយើងពិភាក្សាកន្លែងនេះយើងពិចារណាកន្លែងនេះយើងពិចារណានេះពិចារណាហ្នឹង a ដក b យើងពិចារណាហ្នឹង a ដក b យើងដឹងថា a ជាចំនួនគុតណាលំហាត់ហ្នឹងឲ្យរកចំនួនគុត a ជាចំនួនគុត b ចំនួនគុតចែកចំនួនគុតដកនិងចំនួនគុតវាចេញទុសភាគកើតទេ a ចំនួនគុត b ចំនួនគុតដកចំនួនគុតវាចេញអីគេចេញចំនួនគុតត្រូវអត់អូនយល់គុតនិយាយហ៎ a ចំនួនគុតឥឡូវ a ចំនួនគុតដូចជាលេខ10ចុះចំនួនគុតលេខ10ចំនួន b ចំនួនគុតដែរគុតលេខ5អញ្ចឹង10ដក5វាចេញមកគឺ5វាមិនចេញជាទុសភាគវាមិនអាចចេញវិភាគអីអញ្ចឹង a ដក b ជាចំនួនគុតអញ្ចឹងមានន័យថា3លើ n នេះជាចំនួនគុតអូនយល់ហើយហ្នឹងនេះយកអាហ្នឹងមកនិយាយគ្នាយើងយកអាហ្នឹងមកនិយាយគ្នាដោយអីគេដោយ3លើ n ជាចំនួនគុតអូនយល់ហេតុអីបានលោកគ្រូទាញ3លើ n ជាចំនួនគុតបានហេតុអីបានលោកគ្រូទាញថា3លើ n ជាចំនួនគុតលោកគ្រូនិយាយឡើងនេះមិញលោកគ្រូនិយាយ a ដក b a ដក b a มันចំនួនគុត b ចំនួនគុតa ចំនួនគុត b ចំនួនគុតចំនួនគុតដកចំនួនគុតវាមិនចេញគុតអញ្ចឹងមានន័យថា a ដក b វាស្មើ3លើ n ហ្នឹងអា3លើ n នេះគឺចំនួនគុតអូនលោកគ្រូទាញអញ្ចឹងណាត្រូវទេអូនត្រូវគ្រូអញ្ចឹង3លើ n ជាចំនួនគុតអញ្ចឹង3ចែក n ចំនួនគុតតលតែលេខហ្នឹងចែកដាច់3ចែកនឹង n ចែកនឹងចែកទៅលទ្ធផលចេញមកចំនួនគុតមានន័យថាចែកដាច់ទេចែកចំនួនគុតដាច់បើចែកដាច់មានន័យថាយើងតួចែកវាលេខ3មានតួចែកវាអីខ្លះ
muối bảyបាទមួយ3ចឹងមានន័យថា n អាចជាលេខ1ហើយនឹងលេខ3ចឹងមានន័យថា3ចែកនឹង n ជាចំនួនគត់ចឹងយើងទាញបាននោះ n គឺស្មើ1ឬ n ស្មើនឹង3អូនឲ្យដឹងថាមូលហេតុអីបានលោកគ្រូទាញ n ស្មើ1 n ស្មើ3ព្រោះ3ចែក n វាជាចំនួនគត់បើ3ចែក n ជាចំនួនគត់មានន័យថា n ជាពហុគុណនៃ3 n ជាតួចែករបស់3 n ជាតួចែករបស់លេខ3 n ជាតួចែកលេខ3ចឹងតួចែកនៃលេខ3មានតែលេខ1ហើយនឹងលេខ3លំហាត់ហ្នឹងគឺវិភាសាគិតបែបហ្នឹងណោះចឹងណាយល់អូនទាំងអស់គ្នាយ៉ាប់ឆ្ងល់បាទណាសួរអីមកយ៉ាប់ឆ្ងល់អីលោកគ្រូសួរឆ្ងល់មិនបានលោកគ្រូទាញ n ស្មើ3បាន n ស្មើ1បានមកឥឡូវករណីបើ n ជាលេខ1 n ស្មើ1អញ្ចឹងយើងនោះទាញបាន a ដក b ស្មើអីគេ a ដក b ស្មើ a ដក b ស្មើ3 a ដក b ស្មើ3អូនណាអូន a ដក b ស្មើ3ទៅហើយត្រូវលោកគ្រូបាទបើ a ដក b ស្មើ3ហើយកន្លែងនោះនឹងហើយa បូក b ស្មើអីគេអានេះលោកគ្រូតាំងសម័យកាល1a បូក b a បូក b ស្មើ 15n ឥឡូវ n ករណីយើងយក n ជាលេខ1ចឹង a បូក b ស្មើ15បាទ a បូក b ស្មើ15អញ្ចឹងកន្លែងនេះដាក់15អញ្ចឹងសម័យកាល2ហើយលោកគ្រូឲ្យយក1បូក2មក1បូក2 1បូក2បូកជួឈរនឹងមកបូកមកa បូក a បាន 2a ស្មើ18បាទ 2a ស្មើ18còn a ស្មើ9 a ស្មើ9 a ស្មើ9ណយ b a ស្មើ9 b ស្មើម៉ាន b ស្មើម៉ានបានបូកចូល15 b ស្មើ6ហ៎ b ស្មើ6លោកគ្រូបាទ b ស្មើ6ហ្នឹងយើងនេះឥឡូវយើងចូលដល់ករណីបើ n ជាលេខ3ម្ដង3នាំឲ្យ a ដក b នេះលេខ3 a ដក b ស្មើអីគេ a ដក b ស្មើ1ណាស្មើ1បាទហើយ a បូក b បើ a បូក b 45 a បូក b ចេញលេខ45អូនមើលឡើយនេះ a បូក b a បូក b ស្មើ15 n ជាលេខ3 n ជាលេខ3 a ស្មើ23អញ្ចឹងអានេះលោកគ្រូតាំងដោយសម័យកាល1ដដែលតែអានេះលោកគ្រូតាំងដោយសម័យកាល3ព្រោះអានេះមួយមិនកើតមួយជាន់នៅលើសម័យកាល3 4ណាអានេះ3 4អញ្ចឹងយក3បូក4យក3បូក4បាន 2a ស្មើ46 2a ស្មើ46នាំនឹង a 23 a ស្មើ23ហើយ b ស្មើ22 b 23អានេះ23បូក b ស្មើ15អញ្ចឹង b ស្មើប៉ុន្មាន b ស្មើ23បូក10 30 15ដក23យក15ដក23អញ្ចឹង23ដក15នៅសល់8សល់8សល់ដក8 b ឃើញដក8 b ដក8សេ b ដក8ត្រូវហើយតាម
ទាត់មកយ៉ាងអត់ជួយកាត់គ្នាលេខហ្នឹងយ៉ាត់ខុសទីខុសមិនលោកទៅយកច្រឡំទៅកាត់យកមកជួសនៅកន្លែងនេះវិញលោកកាត់មកកន្លែងនេះវិញគិតសម័យកាលនេះខុសចាហ្នឹងត្រូវដាក់សម័យកាលឡើយណា ដាក់អាបុកបេស្មើ45នេះគ្រូ បាទ A បូក B ស្មើ45អញ្ចឹង3 ឃើញ22 B 22 ចា B 22ត្រូវអូនដាក់ទៀងទាត់មកអញ្ ត្រូវលោកគ្រូ ចឹងដូចនេះតម្លៃលោកគ្រូមកសេដូចនេះកន្លែងនេះចាសំណុកscreenshot យ៉ា22លោកគ្រូមកសេដូចនេះកន្លែងនេះដូច្នេះតម្លៃ A ស្មើនឹង9 គូជាមួយនឹង B ស្មើ6 ហើយមកគូទៀត A មកគូទៀត ស្មើ23 គូមួយ B 32 សតតែលេខកត់អានឹងចំនួនកត់ហើយ A ធំជាង B ពិតមែន A ធំជាងលេខ B ចឹងណាអូន ក្រៅសំសូមមកក្រៅ បាទ